hát ở vậy ban chỉ dương trăm bạch like nóក្នុង Facebook ដើម្បីលក់នៅផលិតផលនិងសេវាកម្មរបស់យើងក៏ដូចជាបង្កើនទំនុកចិត្តនៅក្នុង page របស់យើងអញ្ចឹងតើតើជាមួយនឹងការ like គឺវាមានគុណសម្បត្តិច្រើនមែនទែនដែលបងប្អូនមួយចំនួនគឺអត់ទាន់បានដឹងទេហើយសម្រាប់ page ដែលអាច like បានខ្ញុំចង់ជម្រាបបន្តិចគឺ page ដែលអាច like បានគឺជា page ដែលបង្កើតយ៉ាងហោចណាស់គឺបាន60ថ្ងៃបាទចាប់ពី60ថ្ងៃទៅបានគ្រប់លក្ខខណ្ឌទី1ទី2យ៉ាងហោចណាស់គឺមាន100 follower មានថាអ្នកតាម page យើងហើយយ៉ាងហោចណាស់ក៏100 follower ដែរបានយើងអាចធ្វើការ like បានហើយអ្វីដែលកាន់តែពិសេសនោះគឺការ live វានឹងមានគុណសម្បត្តិជាច្រើនសម្រាប់យើងជាអ្នក RC ក៏ដូចជាអ្នកលក់អីវ៉ាន់អនឡាញទាំងអស់គ្នាបាទហើយអ្វីដែលកាន់តែពិសេសនោះគឺខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចគឺ page ឥឡូវនេះគឺអាចបូតពេល live បានហើយបងប្អូនបាទឲ្យតែយើងមានគ្រប់លក្ខខណ្ឌអត់ចាំបាច់ទៅឡើង page VIP ទៀតទេគឺ Facebook វាបានអាប់ដេតដែលយើង page យើងនឹងធម្មតាក៏អាចបូតពេល live បានដែរបាទចឹងកុំឲ្យខានពេលយើងយូរយើងទៅតាមដានតាក់ទងជាមួយនឹងអត្ថប្រយោជន៍4យ៉ាងដែលបានមកពីការ live វីដេអូនៅក្នុង Facebook របស់យើងទាំងអស់គ្នាបាទតោះចឹងហេតុអីបានជាយើងត្រូវធ្វើការ live នៅក្នុង Facebook បាទអញ្ចឹងអ្វីដែលយើងត្រូវដឹងគឺថា Facebook គឺចូលចិត្ត post live វីដេអូទៅ new feed ជាង post ធម្មតាមានន័យថានៅពេលដែលយើងចាប់ដើម live នៅក្នុង page យើងពឹបគឺវានឹង announcement ទៅអ្នក follower របស់យើងបានច្រើនមែនតើថាយើងកំពុងតែ live បាទបងប្អូនអាសាឃើញថាពេលដែលមានអ្នក live វានឹង load ទៅ like notification ឬក៏ឃើញនៅក្នុង new feed តែម្ដងបាទអញ្ចឹង Facebook វាចូលចិត្តរុញ live ច្រើនជាង post ធម្មតាបាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើការ live បងប្អូននឹងទទួលបានអ្នកមើលឃើញខ្ពស់ជាង post ធម្មតារហូតដល់6ដងទី1ទី2គឺនឹងធ្វើឲ្យមានការ comment ច្រើនជាងមុនរហូតដល់3ដងព្រោះដោយសារយើងបានឆ្លើយឆ្លងជាមួយនឹងអ្នកដែលគាត់កំពុងតែធ្វើការ comment នៅក្នុងការ live របស់យើងអញ្ចឹងវាបាន comment ច្រើនជាងមុនហើយចំពោះ engagement rate នឹងមានថាអ្នកដែលបានឆ្លើយឆ្លងធ្វើអន្តរកម្មចុច like ឆ្លើយឆ្លងជាមួយយើងនៅក្នុង line ហ្នឹងគឺច្រើនជាងមុនរហូតដល់10ដងអញ្ចឹងខ្ញុំចង់បញ្ជាក់បន្ថែមតកតងជាមួយនឹងការ live ដែលធ្វើឲ្យយើងលក់ដាច់ជាង post ធម្មតាអញ្ចឹងតកតងជាមួយនឹង headផល 4 យ៉ាងដែលធ្វើឲ្យយើង live ហ្នឹងមានអ្នកលក់ដាច់អញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនតកតងជាមួយនឹង4 head ផលដែលការ live លក់ដាច់ជាងការ post អញ្ចឹងបងប្អូនអាសាឃើញគេ live ច្រើនហើយគេលក់ដាច់ច្រើននៅក្នុងពេលកំពុង live នឹងឯងអញ្ចឹង head ផលទី1គឺ algorithm របស់ Facebook គឺ post ដោយស្វ័យប្រវត្តិនេះ Facebook នឹងធ្វើការ notify follower ភ្លាមពេល live ចាប់ដើមគឺយើងអត់ចាំបាច់ចំណាយទេមានថានៅពេលដែលគេចាប់ដើម live Facebook algorithm គឺរុញ notification ឲ្យយើងឃើញបាទឲ្យអ្នកដែលតាមដាន page ហ្នឹងឃើញអញ្ចឹងយើងអត់ចាំបាច់ចំណាយលុយប៊ូទេអាហ្នឹង headផលទី1 headផលទី2គឺតកតងជាមួយនឹង real time engagement ស្មើនឹង trust កន្លែងនេះមានថាយើងធ្វើការអន្តរកម្មជាមួយនឹងអ្នកដែលគាត់ធ្វើការ comment សួរឆ្លើយឆ្លងនៅក្នុង comment របស់យើងហ្នឹងអញ្ចឹងគេរៀងទុកចិត្តជាងយើងអត់ live យើងគ្រាន់តែ post ធម្មតាអញ្ចឹងនៅពេលដែលអ្នកមើលគាត់ comment គាត់ react គាត់ share ក្នុងការ live គឺគាត់មានទំនុកចិត្តជាមួយនឹងយើងព្រោះយើងកំពុងតែធ្វើការ live ហ្នឹងគឺនិយាយមួយគ្នាផ្ទាល់ផ្ទាល់អញ្ចឹងរៀងទុកចិត្តជាងយើងធ្វើការ post ធម្មតាហើយតកតងជាមួយនឹងការទិញភាគរយនៃការទិញគឺខ្ពស់ជាងយើងធ្វើការ post ធម្មតាជឿទៅនៅពេលដែល viewer គាត់ឃើញយើងកំពុងតែ live គាត់ឃើញ product យើងកាន់ភ្លាមផ្ទាល់អញ្ចឹងណាគឺគាត់ធ្វើការទិញភ្លាមបាទហើយមួយវិញទៀតការ live ភាគច្រើនគឺយើងមាន promotion យើងមានការ discount មានអ្វីដែលពិសេសជាងយើងធ្វើការ post ធម្មតាអញ្ចឹងអតិថិជនគាត់នឹងធ្វើការទិញភ្លាមឧទាហរណ៍ដូចបងប្អូនអាសាឃើញអញ្ចឹងព្រោះថាតម្លៃផលិតផលហ្នឹងយកទៅគេលក់30អញ្ចឹងបើសិនជាទិញពេល live គេលក់ឲ្យតែ25ហើយ free ដឹកឲ្យទៀតអញ្ចឹងនៅពេលដែលអ្នកមើលគាត់
ចង់ទិញផលិតផលហ្នឹងឯង ចឹងបើគាត់អត់ទិញតម្លាក់លេខទិញពេលហ្នឹងទេគឺគាត់នឹងទិញពេលក្រោយទិញក្រៅពីការ live ហ្នឹងគាត់ទិញតម្លៃ30ហើយអត់ free ដាក់ទៀតចឹងគាត់នឹងធ្វើការទិញក្នុងកំឡុងពេល live បងប្អូនអាសាឃើញហើយគឺគេ live គឺគេនឹងនិយាយធ្វើម៉េចឲ្យយើងធ្វើការសម្រេចចិត្តទិញភ្លាមបើអត់បានទិញភ្លាមហ្នឹងទេគឺអត់បាន promotion ហ្នឹងទេអត់បានទិញភ្លាមហ្នឹងទេគឺអត់ទទួលបានការបញ្ចុះតម្លៃហ្នឹងទេចឹងធ្វើឲ្យអតិថិជនហ្នឹងអ្នកដែលគាត់មើល live ហ្នឹងគាត់ខ្លាចអត់បានចំណេញ ក្នុងការ live ហ្នឹងគាត់នឹងធ្វើការទិញពេល live អញ្ចឹងធ្វើឲ្យការ live ហ្នឹងគឺវាលក់ដាច់ជាងយើងធ្វើការផុសធម្មតាអូខេឥឡូវនេះយើងមកមើលចំណុចទី4គឺ replay video ស្មើនឹង double reach មានថាអ្នកមើលគុណ2នៅពេលដែលយើង live shop យើងអាចធ្វើការ replay clip មានថាយើងធ្វើការ boot អាវីដេអូដែល live shop ហ្នឹងដើម្បីរុញទៅឲ្យ audience ថ្មីៗ ចឹងអ្នកមើលក៏កាន់តែច្រើនតាមនឹងដូចគ្នាដែរហើយអ្វីដែលកាន់តែពិសេសនៅពេលដែលបងប្អូនមាន page ដែលអាច boot ពេល live បានដែលគ្រប់លក្ខខណ្ឌអាច boot ពេល live បានហើយគឺបងប្អូនក៏អាចធ្វើការ boot ពេលកំពុងតែ live នោះនឹងមានអ្នកមើលវីដេអូបងប្អូនកាន់តែច្រើនហើយឱកាសដែលលក់នៅផលិតផលនិងសេវាកម្មរបស់បងប្អូនដាច់ក៏កាន់តែច្រើនតាមនឹងដែរចា៎នេះសុទ្ធតែជា4ហេតុផលដែលការ live វាមានប្រសិទ្ធភាពជាងយើងធ្វើការផុសលក់ធម្មតាចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ពីវាហើយវីដេអូមួយនេះគឺយើងមានខ្លីៗប៉ុណ្ណឹងបងប្អូនបាទអូខេបងប្អូនបន្ទាប់ពីបងប្អូនបានមើលវីដេអូមួយនេះសូមបងប្អូនកុំភ្លេចជួយធ្វើការចុច like follow share ចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់អត់ទាន់បានដឹងឲ្យគាត់បានដឹងនិងចេះផងសូមអរគុណ